សួស្តីអ្នកទាំងអស់គ្នាបើយើងនិយាយពីអាវុធនុយក្លេអ៊ែរយើងច្បាស់ជាគិតដល់ការបំផ្លិចបំផ្លាញនិងភាពភ័យខ្លាចប៉ុន្តែតើអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ទេថាប្រសិនបើពិភពលោកនេះគ្មានអាវុធនុយក្លេអ៊ែរតាំងពីដំបូងមកតើជីវិតយើងនឹងទៅជាយ៉ាងណាតើវានឹងមានសន្តិភាពជាងឬក៏សាហាវជាងនេះសូមកលែកទៅមើលប្រវត្តិសាស្ត្រអឺរ៉ុបកាលពីឆ្នាំ1914សង្គ្រាមលោកលើកទី1បានសម្លាប់មនុស្សរហូតដល់ទៅ20លាននាក់ត្រឹមតែ20ឆ្នាំក្រោយមកសង្គ្រាមលោកទី2ក៏បានផ្ទុះឡើងទៀតដោយយកអាយុជីវិតមនុស្សអស់រហូតទៅដល់60លាននាក់នេះសបញ្ជាក់ថាសង្គ្រាមធំតែងតែផ្ទុះឡើងជារឿយៗនៅពេលដែលគ្មានអ្វីមកទប់ទល់ប្រទេសមហាអំណាចបានបញ្ចេញឥទ្ធិពលនៃអាវុធនុយក្លេអ៊ែរប៉ុន្តែនៅក្រោយឆ្នាំ1950នៅពេលដែលអាវុធនុយក្លេអ៊ែរត្រូវបានបង្កើតឡើងយើងសង្កេតឃើញថាគ្មានសង្គ្រាមលោកលើកទី3កើតឡើងនោះទេតើហេតុអ្វីទៅគឺដោយសារការខូចខាតការបំផ្លិចបំផ្លាញទាំងសងខាងមហាអំណាចដូចជាអាមេរិកនិងសូវៀតមិនហ៊ានវាយគ្នាដោយផ្ទាល់ទេព្រោះពួកគេដឹងថាបើផ្ទុះសង្គ្រាមនុយក្លេអ៊ែរគឺគ្មានអ្វីអ្នកឈ្នះឡើយមានតែការរលាយសាបសូន្យទាំងអស់គ្នាតាមការប៉ាន់ស្មានប្រសិនបើគ្មានអាវុធនុយក្លេអ៊ែរមកទប់ស្កាត់ទេសង្គ្រាមរវាងប្រទេសមហាអំណាចប្រកាសជាកើតមានហើយចំនួនអ្នកស្លាប់អាចនឹងឡើងដល់ទៅ374លាននាក់ដូច្នេះទោះបីជារបស់ដែលគួរឲ្យខ្លាចប៉ុន្តែវាក៏ជាអាវុធសន្តិភាពដែលបង្ខំឲ្យមនុស្សយើងឈប់ហ៊ានធ្វើសង្គ្រាមទ្រង់ទ្រាយធំដាក់គ្នាចោះសម្រាប់អ្នកទាំងអស់គ្នាវិញតើយល់យ៉ាងណាអាវុធនុយក្លេអ៊ែរជាបណ្ដាសាឬក៏ជាខែលការពារសន្តិភាពឲ្យពិភពលោកសូមបញ្ចេញមតិនៅខាងក្រោមទាំងអស់គ្នា